ngày nayខ្ញុំចង់បង្ហាញអំពីឬក៏គេហៅថារបៀបផ្លាស់ប្ដូរ air ម៉ាស៊ីនត្រជាក់ឡានហើយជាទូទៅម៉ាស៊ីនត្រជាក់ឡាន air ម៉ាស៊ីនត្រជាក់ឡានគឺវានៅខាងនេះម្ដុំនេះនៅថាខាងស្ដាំដៃទឹកកុងអញ្ចឹងការផ្លាស់ប្ដូរ air ម៉ាស៊ីនត្រជាក់របស់ខ្ញុំនេះគឺមួយឆ្នាំខ្ញុំដូរចេញម្ដងហើយបើជាទូទៅយើងអាចកន្លះខែឬក៏មួយខែយើងត្រូវសម្អាតវាចេញម្ដងយើងធ្វើបែបនេះគឺដើម្បីឲ្យសុខភាពរបស់យើងគឺវាល្អវាការពារការផ្ដាសាយដែលបណ្ដាលមកពីដីឬក៏ទលីដែលវាហុយចូលនៅតាមអេនេះហើយអាអេនេះវាជួយទប់ដីអញ្ចឹងដើម្បីដោះវាបានយើងបើកកន្លោះនេះមកនេះ Starrect ហើយវាមានកលឹះ2នេះកលឹះនេះ1កលឹះនេះ1អញ្ចឹងយើងដកកលឹះនេះមកក៏វាបន្តិចដៃមួយថតដៃមួយដោះរបាក់ចេញមួយដោះនេះមួយទៀតទាញវាអានេះ Starrect យើងទាញនេះចេញមកដាច់យើងទាញចេញនេះមកនេះហើយគេចូលវិញបាទដោះអញ្ចឹងរួចវានៅកន្លែងថ្ពួកនេះមួយទៀតអញ្ចឹងយើងដោះថ្ពួកនេះមួយទៀតយើងដោះថ្ពួកវាទៅវាធ្លាក់ទៅក្រោមធ្លាក់ទៅក្រោមអញ្ចឹងយើងដាក់កន្លែងនេះយើងធ្វើដៃ2វិញដើម្បីងាយស្រួលក្នុងការផ្លាស់ប្ដូរនឹងរួចយើងឃើញមានកលឹះនេះមួយកលឹះវានេះកលឹះវានេះយើងកាច់ទៅស្ដាំហើយយើងដកផ្ទាំងវានេះចេញមកឃើញសិតដីដែរណានឹងយើងយកកណាត់មកជុតអានេះយើងជូតសម្អាតវាឲ្យស្អាតដើម្បីឲ្យជ្រះដីហើយយើងដោះអេវាចេញមកអេវាក្នុងនេះដូចជារាំងងឹតបន្តិចណាអេចឹងយើងដោះក៏យើងចំណាំវាមើលដែរខ្លាយលោយើងដោះទៅយើងដាក់ទៅវាខុសកលែងដូចខុសកលៈពីដើមវាយើងដោះចំណាំវាចាប់ទាញមកឃើញថាវាខ្មៅដែរណានេះដីហុយសនេះខ្មៅអេម៉ាស៊ីនត្រជាក់នេះម៉ាស៊ីនត្រជាក់ Starrect នេះ08វាមាន2ហុយទាំងអស់អានេះយើងផ្លាស់ប្ដូរដើម្បីវាសុខភាពរបស់យើងអ្នកប្រើប្រាស់នៅក្នុងឡានហ្នឹងយើងយកចេញមកគឺបើវាខ្មៃសហើយវាចេញការផ្លាស់ប្ដូរនេះងាយស្រួលទេវាមិនពិបាកយើងទិញមកគេមានអីប៉ុងគៀននេះអានេះអីប៉ុងនេះអីប៉ុងគៀននេះយើងដាក់អីប៉ុងនេះចូលទៅមុនមួយមានដៃកាន់ចេះចូលទៅយើងដាក់ចូលទៅយើងរុញវាទៅខាងស្ដាំមុនគេអានេះរុញទៅខាងស្ដាំដៃយើងផុតមុនគេ Hôm chếtយើងដាក់
មួយទៀតចូលនេះស្អាតល្អនេះសស្គូនិយាយចូលមកអានេះគឺមានប៉ុងដូចគ្នានេះមានប៉ុងទៀតនេះប៉ុងទៀតនេះហើយមានដៃកាន់វានេះមានដៃចុចវានេះអញ្ចឹងយើងរុញវាចូលដូចគ្នារុញវាចូលគៀកវាណែនតាមហ្នឹងអាហ្នឹងយើងដាក់ថ្មីទៅវារាំងទឹករាំងណែនល្អអញ្ចឹងយើងបិទចិត្តទៀសវាវិញណាចិត្តទៀសវាមិញយើងបើកវាមកទាញមកស្ដាំហើយយើងទាញមកស្ដាំទៅចាំយើងបិទទាញមកឆ្វេងទៅអញ្ចឹងរុញវាចូលកលិកសិនចឹងដល់ពេលយើងរុញវាបានប៉ុណ្្នឹងហើយយើងបិទចទាសនេះវិញចទាសវាបើចទាសវាយើងដាក់កន្លែងដាក់ខ្សែនេះវាមុនខ្សែនេះវាមុនមកខ្សែនេះមុនរួចអានេះយើងចង់ចូលអាទៀតយើងរុញយើងដាក់ឲ្យចូលដូចតម្រងដើមវិញមកចូលតម្រងដើមមកយើងបិទវាវិញអញ្ចឹងយើងបិទវាប៉ុណ្ណឹងទៅជាការស្រេចអញ្ចឹងវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរហើយក៏សូមអរគុណដល់អ្នកទស្សនាវីដេអូរបស់ខ្ញុំបើសិនជាមានវីដេអូអីផ្សេងៗទៀតខ្ញុំនឹងបង្ហោះចូលនៅក្នុងpage ក្នុង YouTube របស់ខ្ញុំបន្តទៀតអរគុណបាយបាយ